ជាមួយនឹង ASIP កាលពីយុគមិញគឺបានសល់ទុកនៅរឿងចម្រូងចម្រាសច្រើនមែនទែនដោយសារតែអ្នកគ្រប់គ្រងមួយចំនួនបានយល់ឃើញថា FIFA ហាក់ដូចជាលំអៀងទៅខាងអាសង់ទីនហើយអ្នកគ្រប់គ្រងមួយចំនួនទៀតក៏បានលើកឡើងថាមិនមែនតែប្រកួតអាសង់ទីនជាមួយនឹង ASIP នេះទេក៏មានប្រកួតអាសង់ទីនជាមួយនឹងក្រុមផ្សេងទៀតដែរហើយគេបានលើកឡើងថា FIFA នេះគឺពុករលួយតែអញ្ចឹងឯងហើយចង់ដឹងថាស្ថាប័នដ៏ធំរបស់បាល់ទាត់ FIFA ធ្លាប់ប្រព្រឹត្តអំពើពុករលួយអីខ្លះខ្ញុំនឹងលម្អិតប្រាប់បងប្អូននៅក្នុងវីដេអូមួយនេះហើយមុនចូលក្នុងវីដេអូបងប្អូនអានេះកុំភ្លេចចុច join channel Telegram នៅក្នុង comment មួយផង World Cup គឺជាកម្មវិធីប្រកួតកីឡាបាល់ទាត់ដែលមានអ្នកទស្សនាច្រើនជាងគេបំផុតនៅក្នុងផែនដីកម្មវិធីមួយនេះគឺគេប្រព្រឹត្តទៅនៅរៀងរាល់4ឆ្នាំម្ដង2026គឺមានប្រទេសរហូតដល់3ដែលធ្វើជាម្ចាស់ផ្ទះរួមគ្នាយើងមានអាមេរិកមិចស៊ីកូហើយនិងកាណាដាដែលពួកគាត់នឹងរៀបចំរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះឲ្យបានល្អបំផុតបាទខ្ញុំនាំអ្នកទាំងអស់គ្នាកលេចទៅមើលកាលពីឆ្នាំ2015វិញនៅក្នុងកិច្ចប្រជុំដ៏ធំមួយរបស់ FIFA ស្រាប់តែមានបុគ្គលម្នាក់បានចូលទៅក្នុងការប្រជុំហ្នឹងគាត់កាន់លុយចំនួន2ដុំទៅឈរនៅពីមុខ FIFA President ដែលគាត់បាននិយាយថាគាត់គឺជាតំណាងមកពីប្រទេសកូរ៉េខាងជើងសូមសិទ្ធឲ្យកូរ៉េខាងជើងធ្វើជាម្ចាស់ផ្ទះ FIFA World Cup ឆ្នាំ2026នេះបន្ទាប់ពីលឺអញ្ចឹង Sepp Blatter ដែលជា FIFA President គឺស្រឡាំងកាំងខ្លាំងមែនទែនក៏បានហៅសន្តិសុខដើម្បីឲ្យមកចាប់គាត់ពេលដែលសន្តិសុខចាប់គាត់ក៏បានបាចលុយមួយដុំទៅលើ Sepp Blatter ដើម្បីបង្ហាញប្រាប់ពិភពលោកថា FIFA President គឺជាមនុស្សដែលប្រព្រឹត្តអំពើពុករលួយស៊ីសំណូកសោកប៉ាន់ទទួលលុយពីប្រទេសផ្សេងៗដើម្បីឲ្យសិទ្ធិទៅគេធ្វើជាម្ចាស់ផ្ទះ World Cup ម្ដងអ្នកនោះតាមពិតទៅគាត់គឺជាអ្នកកំ pl ែងជនជាតិអង់គ្លេសប៉ុន្តែខ្ញុំសរសើរគាត់ត្រង់ភាពក្លាហានរបស់គាត់គឺជាមនុស្សម្នាក់ដែលក្លាហានខ្លាំងមែនទែនហើយនៅក្នុងវីដេអូមួយនេះខ្ញុំនឹងនិយាយលម្អិតអំពីសាច់រឿងនៃការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នដ៏ធំរបស់បាល់ទាត់គឺ FIFA ចង់ដឹងថារឿងនេះកើតឡើងដោយរបៀបណាមានបុគ្គលណាខ្លះចូលរួមហើយចុងក្រោយគាត់ត្រូវទទួលទោសទណ្ឌអីខ្លះកុំភ្លេចតាមដានវីដេអូមួយនេះដល់ចប់តាមពិតទៅគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោកប្រទេសណាក៏ចង់ខ្លាចទៅជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ World Cup ដែរដោយសារតែខ្លាចទៅជាម្ចាស់ផ្ទះគឺទទួលបានចំណូលច្រើនមែនទែនប្រភពចំណូលធំជាងគេគឺវិស័យទេសចរដោយសារតែមានអ្នកគ្រប់គ្រងរាប់ម៉ឺនអ្នកគាត់នឹងធ្វើដំណើរពីប្រទេសគាត់មកចូលនៅក្នុងប្រទេសដែលជាម្ចាស់ផ្ទះដើម្បីមើលក្រុមរបស់គាត់លេងដូច្នេះកន្លែងស្នាក់នៅដូចជាសណ្ឋាគារភោជនីយដ្ឋានមធ្យោបាយធ្វើដំណើរនៅក្នុងកំឡុងពេលហ្នឹងគឺមានផលចំណេញច្រើនខ្លាំងមែនទែនហើយក្រៅពីហ្នឹងក៏ទទួលបានចំណូលអំពីការលក់សិទ្ធិចាក់ផ្សាយហើយនិង sponsorship ផ្សេងៗដូច្នេះបើសិនជាយើងសរុបរួមនៅក្នុងកំឡុងពេលមួយខែនៃព្រឹត្តិការណ៍ World Cup គឺប្រទេសដែលជាម្ចាស់ផ្ទះគឺទទួលបានចំណូលរាប់ពាន់លានដុល្លារនេះហើយគឺជាមូលហេតុដែលធ្វើឲ្យប្រទេសទាំងអស់នេះគឺដណ្ដើមគ្នាចង់ខ្លាចទៅជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ហើយដោយសារតែចង់បានសិទ្ធិធ្វើជាម្ចាស់ផ្ទះប្រទេសនីមួយៗគឺបានបញ្ជូនមកសុទ្ធតែជាមនុស្សដែលមានឥទ្ធិពលនៅក្នុងប្រទេសរបស់គាត់មិនថាអ្នកនយោបាយជា legend នៅក្នុងវិស័យបាល់ទាត់ជាទីប្រឹក្សាល្បីៗដើម្បីឲ្យបុគ្គលដែលមានឥទ្ធិពលទាំងអស់នោះគឺធ្វើបទបង្ហាញពីប្រទេសរបស់គាត់ឲ្យបានល្អយើងសង្កេតឃើញថាការនោះសូម្បីតែអតីតប្រធានាធិបតីអាមេរិកក៏បានមកចូលរួមព្រះអង្គម្ចាស់របស់ប្រទេសអង់គ្លេសក៏បានមកចូលរួមបើនិយាយពី legend បាល់ទាត់មាន David Beckham ហើយនិងមានកីឡាករដែលជា legend ល្បីឈ្មោះជាច្រើនគេបានមកចូលរួមតំណាងឲ្យប្រទេសពួកគាត់រៀងៗខ្លួនសម្រាប់អ្នកដែលសម្រេចជោគវាសនាថាប្រទេសណាជាអ្នកមានសិទ្ធិធ្វើជាម្ចាស់ផ្ទះគឺមានបុគ្គលិករបស់ FIFA ចំនួន24រូបដែលគេឲ្យឈ្មោះទៅពួកគាត់ថា Executive Committee ដែលយើងហៅអក្សរកាត់ថា EXCO បុគ្គលិករបស់ FIFA ទាំង24រូបដែលគេហៅកាត់ថា EXCO ហ្នឹងគឺគាត់សុទ្ធតែជាមេធំមកពីទ្វីបផ្សេងៗគ្នាមេរបស់ UEFA មេរបស់ AFC និងអនុប្រធានមេរបស់ពានរង្វាន់ CONCACAF របស់ CONMEBOL របស់ខាងទ្វីបអាហ្វ្រិកគឺសុទ្ធតែមានវត្តមាននៅក្នុងនឹងទាំងអស់សុទ្ធតែជា member របស់ EXCO ទាំងអស់ដែល24រូបនេះគឺមានសិទ្ធិបោះឆ្នោតម្នាក់មួយសម្លេងសម្រាប់ថាប្រទេសណានឹងក្លាយទៅជាម្ចាស់ផ្ទះ World Cup ហើយបុគ្គលទាំង24រូបនេះហើយគឺជាបុគ្គលដែលប្រទេសទាំងអស់គឺព្យាយាមយកចិត្តពួកគាត់ខ្លាំងមែនទែនព្រោះអីបើសិនជាពួកគាត់ស្រឡាញ់ពេញចិត្តប្រទេសណាគឺពួកគាត់នឹងបោះឆ្នោតឲ្យទៅប្រទេសហ្នឹងដើម្បីទទួលបានសិទ្ធិហើយបើខ្ញុំនិយាយអំពី FIFA President នៅការនោះវិញគឺគាត់មានឈ្មោះថា Sepp Blatter គាត់គឺជាមនុស្សម្នាក់ដែលល្មមអំណាចខ្លាំងមែនទែនគាត់បានកាន់អំណាចជា FIFA President តាំងពីឆ្នាំ90ជាងឡើងរហូតមកដល់ឆ្នាំ2015ទើបសម្រាប់ចិត្តលាឈប់ដោយសារតែបន្តទៀតលែងកើតព្រោះតែរឿងអាស្រូវហ្នឹងគឺគេទាញទម្លាក់គាត់ចេញពីតំណែងប្រធាន FIFA តែម្ដងហើយនៅក្រោមការដឹកនាំរបស់ Sepp Blatter ក៏មានរឿងអាស្រូវផ្សេងក្រៅពីហ្នឹងដែរជារឿយៗគឺតែងតែមានរឿងអាស្រូវនៅក្នុងស្ថាប័ន FIFA បើយើងនិយាយអំពីប្រទេសនីមួយៗដែលគាត់បានដាក់ស្នើសិទ្ធិ bidding ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup វិញគឺពួកគាត់ត្រូវតែអួតអំពីប្រទេសរបស់គាត់ថាមានអីខ្លះស័ក្តិសមធ្វើជាម្ចាស់ផ្ទះដែរឬអត់ដូចជាមានកីឡាដ្ឋានល្អហើយនឹងធ្វើបទបង្ហាញប្រាប់គណៈកម្មការថាគាត់មានគម្រោងនឹងសាងសង់បន្ថែមចំនួនប្រមាណកីឡាដ្ឋានទៀតមានសណ្ឋាគារមានមន្ទីរពេទ្យមានផ្លូវថ្នល់ស្អាតដើម្បីទទួលភ្ញៀវទេសចរដែរឬអត់ហើយបទបង្ហាញរបស់ពួកគាត់គឺពិតជាមានសារៈសំខាន់ខ្លាំងមែនទែនគណៈកម្មការ EXCO គេនឹងមើលហើយនឹងវាតម្លៃថាពួកគាត់គួរតែបោះឆ្នោតឲ្យប្រទេសហ្នឹងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះដែរឬអត់ហើយសម្រាប់ការបោះឆ្នោតនេះដែរដោយសារតែគណៈកម្មការមាន24រូបដូច្នេះការបោះឆ្នោតត្រូវទទួលបានសម្លេង50+1ដើម្បីបានសិទ្ធិធ្វើជាម្ចាស់ផ្ទះដូច្នេះប្រទេសណាក៏ដោយឲ្យ
ឲ្យតែទទួលបានចំនួន13សម្លេងគឺវាលើសពី 50% automatic 100% គាត់នឹងខ្លាចជាម្ចាស់ផ្ទះ World Cup បើយើងក៏លេចមកមើលប្រព័ន្ធនៃការបោះឆ្នោតរបស់ FIFA វិញខ្ញុំក៏អត់យល់ថាពួកគាត់ហេតុអីបានសម្រេចមកឲ្យបោះឆ្នោតត្រឹមតែ24រូបដែរដោយសារតែការធ្វើបែបនេះគឺវាងាយស្រួលនៅក្នុងការទិញទឹកចិត្តខ្លាំងតែបើសិនជាចង់បានសិទ្ធិលុះត្រាតែធ្វើឲ្យគណៈកម្មការពេញចិត្តហើយបើសិនជាមនុស្សម្នាក់ហ្នឹងគាត់ជាមនុស្សដែលយុត្តិធម៌គាត់នឹងបោះឆ្នោតដោយយុត្តិធម៌ដោយមើលពីសក្តានុពលរបស់ប្រទេសនោះប៉ុន្តែមនុស្សជាមួយនឹងលុយអាចនឹងមានការលបងច្រើនមែនតើបើសិនជាគេចាយលុយច្រើនគេផ្គាប់ចិត្តគេឲ្យអ្វីដែលគណៈកម្មការនឹងចង់បាន 100% គណៈកម្មការគាត់នឹងបោះឆ្នោតទៅឲ្យប្រទេសនោះមិនខានហើយបន្ទាប់ពីការផ្ទុះរឿង FBI របស់អាមេរិកគេបានស៊ើបអង្កេតប៉ូលីសរបស់ Swiss ក៏បានស៊ើបអង្កេតគេបានរកឃើញថាមានករណីនៃការសោកប៉ាន់វាបានកើតឡើងតាំងពី FIFA ឆ្នាំ2006ដែលអាល្លឺម៉ង់ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះអាល្លឺម៉ង់កាលនោះគឺបានសោកគណៈកម្មការចំនួន4រូបដើម្បីឲ្យបោះឆ្នោតឲ្យប្រទេសគាត់ហើយប្រទេសគាត់ក៏ទទួលបានសម្លេង 50+1 ខ្លាយជាម្ចាស់ផ្ទះពិតមែនហើយក្រោយមកទៀតលទ្ធផលនៃការស៊ើបអង្កេតគេក៏បានរកឃើញទៀតដែលថា FIFA World Cup 2010ដែលធ្វើនៅប្រទេសអាហ្វ្រិកខាងត្បូងក៏បានប្រើយុទ្ធសាស្ត្រទិញទឹកចិត្តផ្ដល់ជាលុយដើម្បីឲ្យគណៈកម្មការបោះឆ្នោតឲ្យប្រទេសពួកគាត់ដែរជាទូទៅគឺគេតែងតែទិញទឹកចិត្តគណៈកម្មការតាមរយៈអញ្ជើញពួកគាត់ទៅញ៉ាំអាហារជាមួយគ្នាញ៉ាំស្រាជាមួយគ្នាហើយនឹងផ្ដល់ជាសម្បត្តិដំណើរកម្សាន្តទៅកាន់ប្រទេសលយជាច្រើនទៅដល់ពួកគាត់ហើយអ្វីដែលគេមិនដែលភ្លេចនោះគឺជាលុយដ៏ច្រើនមហាសាលជាទូទៅរឿងទាំងអស់ហ្នឹងវាបែកដោយសារតែលុយទាំងអស់ហ្នឹងគឺมันមានប្រភពច្បាស់លាស់ហើយចង់លាក់លុយទាំងអស់ហ្នឹងឬក៏ចង់ដាក់នៅធនាគារគឺมันអាចយកទៅដាក់បានទេព្រោះមុនពេលដែលដាក់លុយនៅក្នុងធនាគារត្រូវឆ្លងកាត់សំណួរជាច្រើនមុនពេលដែលយើងដាក់បានហើយចូលមកដល់មូលហេតុដែលធ្វើឲ្យរឿងបានផ្ទុះឡើងគឺដោយសារតែការសម្រេចចិត្តផ្ដល់សិទ្ធិធ្វើជាម្ចាស់ផ្ទះទៅដល់ប្រទេសចំនួន2ចុងក្រោយគឺវាមើលទៅមិនសមហេតុផលហើយក៏ហួសហេតុខ្លាំងដែរកាលដើមឡើយប្រទេសដែលខិតខំប្រឹងប្រែងដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup 2018មានដូចជាប្រទេសអង់គ្លេសដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធជួសជុលកីឡាដ្ឋានឲ្យបានស្អាតដើម្បីយកទៅធ្វើបទបង្ហាញអំពីសក្តានុពលប្រទេសគាត់ទៅកាន់គណៈកម្មការហើយក៏មានដែរដូចជាប្រទេសអេស្ប៉ាញជាមួយនឹងប៉ូទុយហ្គាល់ចាប់ដៃគូគ្នាចង់ធ្វើជាម្ចាស់ផ្ទះរួមគ្នាហើយប្រទេសដែលបានចាប់ដៃគូគ្នាមកគូដែរហ្នឹងគឺហូឡង់ជាមួយនឹងបែលហ្សិកក៏ពួកគាត់ចង់ធ្វើជាម្ចាស់ផ្ទះរួមគ្នាដែរហើយប្រទេសចុងក្រោយគេគឺជាប្រទេសរុស្ស៊ីអញ្ចឹងប្រមាណប្រទេសដែលខ្ញុំបានរៀបរាប់នេះគឺសិតតែជាប្រទេសដែលប្រជែងគ្នាធ្វើជាម្ចាស់ផ្ទះ World Cup 2018បើយើងមើលនៃការប្រកាសនេះគឺគេប្រកាសចំនួន2 FIFA World Cup 2022ក៏គេប្រកាសរួមគ្នាដែរហើយប្រទេសដែលបានដាក់ឈ្មោះចង់ធ្វើជាម្ចាស់ផ្ទះ World Cup 2022មានដូចជាប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូងប្រទេសអាមេរិកប្រទេសអូស្ត្រាលីហើយនិងចុងក្រោយគេគឺកាតាហើយនៅក្នុងខែធ្នូឆ្នាំ2010ការប្រកាសរបស់ FIFA President គឺ Sepp Blatter បានធ្វើឲ្យពិភពលោកទាំងមូលដាច់ចង្កេះតែម្ដង2018 FIFA World Cup Ladies and gentlemen, will be organized in Russia. 22 FIFA World Cup is Qatar. គាត់បានប្រកាសជាមួយនឹងស្រង់សម្បត្តិថារុស្ស៊ីនឹងក្លាយជាម្ចាស់ផ្ទះ World Cup 2018ហើយនឹងកាតានឹងក្លាយទៅជាម្ចាស់ផ្ទះ FIFA World Cup 2022បើយើងមើលពីការបោះឆ្នោតវិញគឺប្រទេសរុស្ស៊ីពិតជាទទួលបានសម្លេងពីគណៈកម្មការច្រើនពិតប្រាកដមែនដោយការបោះឆ្នោតគឺមាន2លើកទី1គឺរុស្ស៊ីទទួលបានសម្លេង9សម្លេងហើយប្រទេសអេស្ប៉ាញជាមួយនឹងប៉ូទុយហ្គាល់ទទួលបាន7សម្លេងគៀកកាត់គ្នាចំណែកហូឡង់ជាមួយនឹងបែលហ្សិកទទួលបានចំនួន4សម្លេងហើយនឹងអង់គ្លេសបានតិចជាងគេបំផុតគឺចំនួនតែ2សម្លេងទេហើយសម្រាប់នៃការបោះឆ្នោតនេះដែរប្រទេសដែលមានសម្លេងតិចជាងគេនឹងត្រូវកាត់ចេញដូច្នេះ2សម្លេងរបស់អង់គ្លេសនឹងត្រូវកាត់ចេញនៅក្នុងការបោះឆ្នោតវគ្គទី2គឺរុស្ស៊ីបានរហូតដល់13សម្លេងដូច្នេះដោយខ្ញុំបាននិយាយចឹង13សម្លេងគឺវា 50+1 នឹងក្លាយជាម្ចាស់ផ្ទះអូតូម៉ាទិកតែម្ដងដែលកន្លែងនេះខ្ញុំមើលឃើញថារុស្ស៊ីអាចនឹងមិនទាន់កក់ក្ដៅដោយសារតែ2សម្លេងបន្ទាប់ពីអង់គ្លេសធ្លាក់ទៅនៅជុំទី2មិនដឹងថាគណៈកម្មការ Exco គេនឹងបោះឆ្នោតបន្ថែម2នឹងមកឲ្យរុស្ស៊ីឬក៏គេឲ្យ2សម្លេងហ្នឹងទៅអេស្ប៉ាញប៉ូទុយហ្គាល់ដែលខ្វះ2ពិន្ទុតាមទាន់ពួកគាត់ដូច្នេះដោយសារតែប្រទេសរុស្ស៊ីគេខ្វះកចង់ក្លាយទៅជាម្ចាស់ផ្ទះដែរខ្ញុំជឿថាពួកគាត់បើមិនសោកប៉ាន់គណៈកម្មការក៏មិនបានដែរអញ្ចឹងយើងមើលឃើញថានៅផ្នែកខាងក្រៅរុស្ស៊ីបានបង្ហាញទៅកាន់ពិភពលោកថាគាត់បានរៀបចំលុយចំនួន$10,000 លានដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឲ្យរួចរាល់មុនព្រឹត្តិការណ៍ World Cup 2018នៅក្នុងនោះមានកីឡាដ្ឋាន16ហើយនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតសន្តាគារផ្លូវថ្នល់អីផ្សេងៗគាត់នឹងធ្វើឲ្យបានស្អាតមុន World Cup ចូលមកដល់ហើយការនោះអ្វីដែលគេសង្កេតឃើញគឺគេបានមើលឃើញថាលោក Vladimir Putin ដែលជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីគឺជាបរិបទម្នាក់ដែលនៅពីក្រោយគម្រោងការនៃការធ្វើជាម្ចាស់ផ្ទះនេះ Vladimir Putin គាត់បានបញ្ជូននាយករដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ីឲ្យដឹកនាំគណៈប្រតិភូមកដេញថ្លៃ bidding ដើម្បីធ្វើជាម្ចាស់ផ្ទះហើយរួមជាមួយគ្នានឹងដែរក៏មានរដ្ឋមន្ត្រីផ្នែកខាងកីឡារបស់រុស្ស៊ីក៏បានចូលរួមដែរហើយបុគ្គលដែលសំខាន់ជាងគេដែលធ្វើឲ្យរុស្ស៊ីជោគជ័យគឺ Roman Abramovich ដែលកាលនោះគាត់គឺជាប្រធានរបស់ក្លឹបតោក្យូ Chelsea Roman Abramovich គឺមានលុយច្រើនមហាសាលព្រោះឯគាត់គឺជាមហាសេដ្ឋីអញ្ចឹងគាត់បានផ្ដល់លុយជាច្រើន
5000 លានទៅដល់ប្រទេសរុស្ស៊ីដូច្នេះគាត់ក៏រួមចំណែកនៅក្នុងការត្រួសត្រាយផ្លូវឲ្យរុស្ស៊ីក្លាយទៅជាម្ចាស់ផ្ទះ World Cup ដែរហើយសម្រាប់រឿងដែលរុស្ស៊ីសោកប៉ាន់ទៅលើមន្ត្រីរបស់ Exco នេះបើសិនជាមិនបែករឿងអាស្រូវទេក៏គេគិតថាវាជារឿងធម្មតាដែរដែលគាត់ជនជាតិរុស្ស៊ីគាត់ត្រូវតែឈរនៅខាងរុស្ស៊ីប៉ុន្តែក្រោយពេលដែលគេដឹងថារុស្ស៊ីបានប្រើលុយទៅសោកប៉ាន់គណៈកម្មការ Exco ខ្ញុំជឿថាប្រទេសអង់គ្លេសគឺគេបានសេវមុខ Roman Abramovich តាំងពីពេលហ្នឹងមកក្រោយពីគេបានប្រកាសម្ចាស់ផ្ទះទាំងពីរហ្នឹងគេបានមើលឃើញថាវាដូចជាមានភាពមិនប្រក្រតីនៅក្នុងដំណើរការនៃការ bidding គេក៏បានរៀបចំគណៈកម្មការស៊ើបអង្កេតថាវាមានរឿងអីកើតឡើងឲ្យពិតប្រាកដថាវាយុត្តិធម៌ឬក៏អត់ហើយដំណើរការនៃការស៊ើបអង្កេតរឿងនេះគឺមានការចូលរួមពី FBI របស់ប្រទេសអាមេរិករួមគ្នាជាមួយនឹងមន្ត្រីរបស់ប្រទេសស្វីសហើយជាចុងក្រោយគឺគេពិតជារកឃើញពិតមែនមានមន្ត្រីរបស់ Exco មួយចំនួនគឺចេញមុខមកសារភាពព្រោះអីគាត់ដឹងថាគាត់ចង់កិច្ចក៏កិច្ចមិនរួចដែរបើសិនជាសារភាពគេអាចនឹងសម្រាលទុកឲ្យគាត់ខ្លះគណៈកម្មការដែលចេញមុខមកសារភាពដំបូងគេបំផុតគឺ Rafael Salguero គាត់គឺជាអនុប្រធានរបស់ពានរង្វាន់ CONCACAF អាមេរិកខាងជើងគាត់បានសារភាពថាគាត់គឺបានទទួលសំណូកពីប្រទេសរុស្ស៊ីចំនួន$1 លានជាថ្នូរនៅក្នុងការបោះឆ្នោតឲ្យប្រទេសរុស្ស៊ីហើយគណៈកម្មការទី2ដែលបានចេញមុខមកសារភាពគឺមានឈ្មោះថា Jacques Warner គាត់គឺជាអនុប្រធាន FIFA តែម្ដងគឺជា Vice President របស់ FIFA ក៏ទទួលសំណូកដែរប៉ុន្តែគាត់ទទួលសំណូករហូតដល់$5 លានដោយសារតែតំណែងគាត់ធំអញ្ចឹងគាត់ស៊ីលុយបានច្រើនអញ្ចឹង$5 លាននេះគឺជាថ្នូរនៅក្នុងការគ្រីសឲ្យរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ World Cup អញ្ចឹងសម្រាប់យើងវិញគិតមិនដែរគ្រាន់តែមកគ្រីសរបស់យើងបាន$5 លានគួរតែគ្រីសឬក៏មិនគ្រីសហើយក្រោយពីការចេញមុខសារភាពរបស់អ្នកទាំងពីរនេះគឺពួកគាត់រួចខ្លួនពីការជាប់ពន្ធនាគារប៉ុន្តែការដាក់ទោសហើយនឹងការពិន័យគឺនៅតែមាន Jacques Warner គឺត្រូវគេដាក់បម្រាមមិនឲ្យពាក់ព័ន្ធជាមួយនឹងបាល់ទាត់អស់មួយជីវិតហើយចំណែកឯគណៈកម្មការទី1នោះគឺគេ ban ចំនួន7ឆ្នាំហើយអ្នកដែលធ្ងន់គឺ Jacques Warner នេះឯងគឺត្រូវសងគេរហូតដល់$79 លានដោយសារតែគាត់មិនមែនស៊ីសំណូកតែពីរុស្ស៊ីទេគាត់នៅស៊ីសំណូកនៅក្នុងការលក់សិទ្ធិចាក់ផ្សាយទៀតសូម្បីតែសិទ្ធិចាក់ផ្សាយក៏គេ bidding ដែរអញ្ចឹង Jacques Warner នេះគឺគាត់លោភលន់ខ្លាំងមែនទែនគាត់ទទួលសំណូកពីរុស្ស៊ីផងទទួលសំណូកពីខាងលក់សិទ្ធិចាក់ផ្សាយឲ្យគេផងហើយជាចុងក្រោយគឺត្រូវសងសំណងទៅឲ្យគេ$79 លានអញ្ចឹងមិនដឹងថាគាត់ស៊ីសំណូកពីគេបានប្រមាណ10 លានទេប៉ុន្តែអត់ទាន់អស់ទេអ្នកនរគ្នានេះគ្រាន់តែជាគណៈកម្មការពីររូបដែលចេញមុខមកសារភាពទេនៅមានគណៈកម្មការដែលអត់ចេញមុខមកសារភាពទៀតខ្ញុំចូលទៅនិយាយពីប្រទេសកាតាសិនដោយសារតែកាតាក៏ជាប្រទេសមួយដែលជាប់នៅក្នុងការសង្ស័យខ្លាំងដែរបើយើងមើលកាលពីឆ្នាំ2010ដែលគេប្រកាសឲ្យសិទ្ធិមកកាតាគេមិនសង្ស័យមិនបានហ្នឹងដោយសារតែកាតាកាលនោះគឺគាត់មិនស័ក្តិសមធ្វើជាម្ចាស់ផ្ទះទាល់តែសោះកាលនោះគាត់មាន start តែមួយទេដែលអាចរៀបចំទទួលការប្រកួតធំបានហើយបើនិយាយពីអាកាសធាតុវិញគឺពិបាកមែនទែនអាកាសធាតុនៅកាតាគឺក្តៅខ្លាំងមែនទែនហើយអ្វីដែលគាត់មាននៅពេលនោះគឺគាត់មានធនធានធម្មជាតិដែលអាចច្នៃលក់យកលុយបានហើយគាត់ក៏បានសន្យាដែរថាគាត់នឹងចំណាយលុយ$2000 លានដើម្បីសាងសង់កីឡាដ្ឋាន12បំពាក់ទៅដោយម៉ាស៊ីនត្រជាក់ដើម្បីទទួលការប្រកួត World Cup ឲ្យបានហើយទោះបីជាគាត់មានបទបង្ហាញមានការសន្យាមានកម្រងធ្វើអីពិតមែនប៉ុន្តែវាពិបាកមែនទែននៅក្នុងការសម្រុកធ្វើហើយជាក់ស្ដែងមែនបើគិតមើលពីចំនួនកម្មករដែលស្លាប់ដោយសារតែការខិតខំព្យាយាមសាងសង់កីឡាដ្ឋានហ្នឹងគឺមានចំនួនច្រើនខ្លាំងមែនទែនហើយអ្វីដែលពួកគាត់ធ្វើគឺរំលោភសិទ្ធិមនុស្សទៀតដោយទុកប៉ាសពតរបស់កម្មករអត់ឲ្យគេទេបង្ខំឲ្យគេធ្វើការរហូតទាល់តែមានមនុស្សស្លាប់ហូរហែចឹងមកថាទោះបីជា World Cup 2022ធ្វើឲ្យរួចរាល់អីដំណើរការបានរលូនពិតមែនប៉ុន្តែនៅពីក្រោយហ្នឹងវាគឺជារឿងដែលខ្មៅងងឹតដែលកាតាបានធ្វើឲ្យមានមនុស្សស្លាប់ជាច្រើនហើយ Jacques Warner ដែលបានចេញមកសារភាពថាទទួលលុយ$5 លានពីរុស្ស៊ីហ្នឹងគាត់ក៏បានសារភាពដែរថាកាតាគឺបានឲ្យលុយមកគាត់ចំនួន$2 លានចឹងក៏ទៅ Jacques Warner ជាគណៈកម្មការរបស់ Exco នេះគឺជាមហាសេដ្ឋីលាក់មុខដោយសារប្រទេសជាច្រើនដែលបានសោកលុយមកគាត់ហើយជាក់ស្ដែងកាតាកាលនោះក៏មិនមែនសោកតែ Jacques Warner ដែរដែលគេបានរកឃើញមានគណៈកម្មការ3ផ្សេងទៀតអញ្ចឹងកាតាសរុបទាំងអស់គឺគាត់បានសោកលុយមកគណៈកម្មការ Exco ចំនួន4នាក់ឲ្យបោះឆ្នោតឲ្យគាត់បន្ទាប់ពីការស៊ើបអង្កេតរបស់ FBI ហើយនិងប៉ូលីសរបស់ប្រទេសស្វីសគេបានរកឃើញថាគណៈកម្មការរបស់ Exco ទាំង24រូបហ្នឹងគឺមានចំនួន13នាក់ហើយដែលពួកគាត់បានប្រព្រឹត្តអំពើពុករលួយតាមរយៈការស៊ីសំណូកសុកប៉ាន់ពីប្រទេសផ្សេងៗដែលបានសោកលុយមកកាន់ពួកគាត់ហើយនៅក្នុងនោះក៏មានគណៈកម្មការមួយចំនួនដែលទទួលទោសឈានទៅដល់ការជាប់ពន្ធនាគារគណៈកម្មការមួយចំនួនទៀតក៏ទទួលរងបំរាមធ្ងន់ធ្ងរមែនទែនគឺហាមមិនឲ្យពាក់ព័ន្ធជាមួយនឹងបាល់ទាត់អស់មួយជីវិតក្រោយពីរឿងនេះបានបែកធ្លាយនៅក្នុងឆ្នាំ2015កៅអីរបស់ Sepp Blatter ក៏ចាប់ផ្ដើមក្តៅខ្លាំងមនុស្សគ្រប់គ្នាគឺគេបានជំរុញឲ្យគាត់លាលែងចេញពីតំណែងហើយចុងក្រោយគាត់ក៏លាលែងចេញពីតំណែងពិតប្រាកដមែនប៉ុន្តែការលាលែងចេញពីតំណែងរបស់គាត់នេះគឺมันអាចជួយឲ្យគាត់រួចខ្លួនទេដោយសារតែ Sepp Blatter ក៏ជាសមាជិកគណៈកម្មការម្នាក់នៅក្នុងចំណោម24រូបដែលគេត្រូវស៊ើបអង្កេតដូចគ្នាបន្ទាប់ពីការស៊ើបអង្កេតទៅលើ Sepp Blatter ដែលជា FIFA President កាលនោះគេក៏បានឃើញថាគាត់បានវេលុយចេញចំនួនជាង$2 លានទៅឲ្យ Michael Platini គឺជាវីរបុរសបាល់ទាត់មួយរូបដែរហើយ Michael Platini កាលនោះគឺជាប្រធានរបស់ UEFA
បន្ទាប់ពីការរកឃើញគេក៏បានសម្រេចចិត្តដាក់ពិន័យអ្នកទាំងពីរគឺ ban 8 ឆ្នាំមិនឲ្យពាក់ព័ន្ធជាមួយនឹងបាល់ទាត់ប៉ុន្តែក្រោយមកទៀតក៏ពួកគាត់មានការប្តឹងជំទាស់វិញដែរដោយគាត់បានរកមេធាវីមកប្តឹងជំទាស់ហើយករណីរបស់ពួកគាត់នេះគឺវាមានប្តឹងចុះប្តឹងឡើងហើយចុងក្រោយគឺគេបានសម្រាលទោសមកឲ្យពួកគាត់ដែរដូច្នេះរឿងទាំងអស់នេះហើយដែលជាមូលហេតុធ្វើឲ្យគេឈ្មោះរបស់ស្ថាប័នកម្ពុជារបស់បាល់ទាត់គឺ FIFA មានគេឈ្មោះអាក្រក់ខ្លាំងមែនទែននៅកាលនោះក៏ប៉ុន្តែអ្វីគ្រប់យ៉ាងវាបានកែប្រែឲ្យប្រសើរឡើងវិញនៅពេលដែល FIFA President ថ្មីគាត់បានចូលកាន់តំណែងគេក៏បានបង្កើតនៅច្បាប់ថ្មីដោយផ្លាស់ប្ដូរវិធីនៅក្នុងការបោះឆ្នោតជ្រើសរើសសិទ្ធិធ្វើជាម្ចាស់ផ្ទះដូច្នេះនៅក្នុង FIFA គឺលែងមាន Executive Committee ឬក៏ Exco ទាំង24រូបទៀតហើយគឺគេបានផ្លាស់ប្ដូរមកបោះឆ្នោតតាមរយៈសមាជប្រជុំវិញម្ដងបើយើងនិយាយមកដល់បច្ចុប្បន្ននេះគឺសមាជិកនៅក្នុង FIFA Congress មានរហូតដល់211សម្លេងអញ្ចឹងនៅក្នុងសមាជប្រជុំមាន211សម្លេងជាសម្លេងដ៏ច្រើនខ្លាំងមែនទែនដូច្នេះបើសិនជាមានប្រទេសណាដែលនៅតែមានចិត្តខិលខូចចង់សោកប៉ាន់ឲ្យគេបោះឆ្នោតមកលើគាត់ទៀតគឺគាត់ពិបាកនៅក្នុងការសោកប៉ាន់ខ្លាំងមែនទែនដោយសារតែអ្នកដែលមានសិទ្ធិបោះឆ្នោតគឺមានរហូតដល់211សម្លេងដូច្នេះវាបង្កផលវិបាកខ្លាំងមែនទែនបើសិនជាចង់សោកមែនគឺត្រូវការចំណាយពេលវេលាហើយក៏ចំណាយថវិកាច្រើនដែរពាក់ព័ន្ធជាមួយនឹងសាច់រឿងនៃអំពើពុករលួយនៅក្នុងស្ថាប័នកម្ពុជារបស់ FIFA គឺមានប៉ុណ្នេះ